អាទិទេពញាតិទឹកមកហ្វូបៀបានចេញមុខដេញកិរិយានៅមេម៉លកុំឲ្យនៅទីនេះបន្តទៀតប៉ុន្តែកិរិយានេះមិនយកព្រមឡើយនាងថាតនាងបានស៊ីសាច់មកហ្វូបៀនឹងសិនមិននាងព្រមទៅភ្លាមនោះដែរស្រាប់តែឃើញផែជាច្រើនបានគ្រប់នៅដល់អ្នកទាំងពីរហើយក៏បានបកបោកអ្នកទាំងពីរចេញទៅបាត់ទៅដូចជាវេទមន្តសិល្បៈអញ្ចឹងអត់ចាំយូរទេមកហ្វូបៀបានមើលទៅកាន់ណាស៊ូហើយសួរជន់ចំមកថាជា Dragon Slayer មែនហើយមកទីនោះមកដើម្បីស្លាប់គាត់chứអ្នកសួរក៏បានឆ្លើយថាដូចជាអត់ទេភារកិច្ចហ្នឹងគឺឲ្យមកភូមិឃ្លាំងអតិថិជនចំនួន5តាមខ្ញុំទៅដល់ផងនោះតែបើមកហ្វូបៀហ្នឹងគឺជាមនុស្សល្អគាត់អាចចរចាគ្នាបានតែមកហ្វូបៀបដិសេធថាអត់អាចចរចាគ្នាបានទេភារកិច្ចមកគឺមិនយើងត្រូវតែធ្វើអញ្ចឹងឃើញថាពួកណាស៊ុនគឺខុសពីអ្នកមកផ្សេងៗទៀតចឹងទៅអតិថិជនមកហ្វូបៀបានជួយពួកគេឲ្យទៅមើលភាសារបស់ខ្លួនសួស្តីអ្នកស្វាគមន៍ការកាត់គេណាមែនអ្នកនឹងមានយកនឹង Fairy Tail 100 Year Quest មើលសកម្មជនអ្នកនរគ្នាផ្សាប់ជាបន្តមុនចូលដល់ការសម្ដែងរឿងសូមអរគុណជាស្រាប់អញ្ញាកណ្ដាលមានដើម្បីទទួលបានវីដេអូថ្មីមុនគេជាកម្លាំងចិត្តឲ្យមានសម្ដែងបន្តទៀតផងដែរចឹងកុំឲ្យសង្កត់បាយពេកចូលដល់ការសម្ដែងរបស់យើងទាំងអស់គ្នាពួកអ្នកស៊ូពិតជាភ័យផ្អើលដែលបានឃើញប្រាសាទក្រោមទឹកដ៏ធំស្កឹមស្កៃរបស់ Megaphobia ថែមទាំងជួយដល់ប្រាសាទឲ្យBendy ខ្ល้ายជាមនុស្សធម្មតាទៀតផងមើលទៅវាទម្ងន់គាត់ក៏មិនធម្មតាដែរខ្ញុំនឹងជំនួយការស្រីរបស់អ្នកទឹកមកហ្វូបៀបានចេញមកដែលនេះក៏មានឈ្មោះថាខារ៉ាមែលចេញមកនោះមិនស្វាគមន៍ពួកអ្នកស៊ូអីទេនាងចេញមកដៀលក្បាលពួកគេយកដៀលយកមកហើយឲ្យពួកគេនឹងប៉ះអ្នកទឹកមកហ្វូបៀរបស់នាងទេប្រយ័ត្នព្រោះនឹងថាពួកគេជាមនុស្សក្រដែរចង់មកប្រមាញ់អ្នកទឹកមកហ្វូបៀប៉ុន្តែមកហ្វូបៀហាមឃាត់ថាកុំឲ្យធ្វើអញ្ចឹងអីនេះគឺជាភ្ញៀវរបស់គាត់ទេប៉ុន្តែខារ៉ាមែលនៅតែមិនស្ដាប់ហើយក៏បានដើរចេញទៅមូលហេតុនៃខារ៉ាមែលធ្វើអញ្ចឹងដោយសារខារ៉ាមែលនោះចាប់ទៅលើមកហ្វូបៀហើយចង់ឲ្យមកហ្វូបៀរងនឹងគ្រោះថ្នាក់ណាឡើយពេលនេះចេញទៅបានមកហ្វូបៀក៏បានសុំទោសពួកណាស៊ូហើយថាដោយសារតែខារ៉ាមែលមានចិត្តឆេវឆាំមួយប្រាអញ្ចឹងទៅកុំប្រកាន់នាងអីប៉ុន្តែខារ៉ាមែលគឺជាមនុស្សល្អទេនាងតែងតែជួយធ្វើជីវិតគាត់មករហូតគាត់ពិតជាដឹងគុណនាងខ្លាំងណាស់បន្ទាប់មកក៏បាននាំពួកគេទៅដើរមើលកន្លែងផ្សេងៗទៀតនៃប្រាសាទមានដូចជាសួនបន្លែផ្លែឈើមន្ទីរពេទ្យជាពិសេសហ្នឹងបងហើយជំនួយដែលនៅកណ្ដាលទីក្រុងតែម្ដងទុកសម្រាប់ឲ្យអ្នកនេសាទដែលមានគ្រោះថ្នាក់អីហ្នឹងបានមកបងនោះហើយស្រីឲ្យជំនួយពីអ្នកនៅក្នុងទីក្រុងហ្នឹងមើលទៅមកហ្វូបៀគឺជាអ្នកល្អទេប៉ុន្តែមិនសមណាមានអ្នកមកសម្រាប់ច្រើនជាងសោះប៉ុន្តែមកហ្វូបៀបដិសេធដោយសារតែនៅពីក្រោយរឿងនេះក៏បានសម្លាប់មនុស្សអស់ជាច្រើនអ្នកដូចជាសមត្ថអញ្ចឹងហើយប្រហែលជាគ្រួសារបងប្អូនឬក៏សាច់ញាតិគេហ្នឹងមកតាមសម្លាប់យាយគាត់ដោយសារតែគេចង់សងសឹកគាត់ទំតែប្រែជាអត្តចរិតស្លូតបុរាណដែរទេដោយសារតែគាត់បានជួបខារ៉ាមែលនឹងឯងប៉ុន្តែទោះបីជាគាត់កាយខ្លួនមកល្អមិនក៏ដោយគាត់ត្រូវតែបត់ចេញពីពួកនេះដែរមើលទៅទីក្រុងអឺមេណានោះឃើញអត់សត្វតែទឹកតាមពិតទៅទីក្រុងនេះរស់នៅដោយមនុស្សធម្មតាទេតែវិតមុនក្នុងខ្លួនរបស់មកហ្វូបៀកាន់តែកើនឡើងរហូតដល់គាត់មិនអាចគ្រប់គ្រងខ្លួនឯងបានអញ្ចឹងហើយបានជាទីក្រុងនេះលេចលំដោយទឹកដើម្បីដោះស្រាយបញ្ហានេះបានមកហ្វូបៀបានប្រែកាឡាឲ្យមនុស្សទាំងអស់នោះក្លាយទៅជាត្រីឬក៏ម្ចាស់ជាតិដើម្បីឲ្យពួកគេងាយស្រួលរស់នៅក្នុងទឹករលិចលង់នេះហើយមានសភាពស្រួលជាងមុនហើយបើគាត់នៅតែរស់នៅបែបនេះទៀតព្រមរបស់គាត់នឹងកើនឡើងរហូតដល់ទៅលេចនៅភូមិអ្នកជិតខាងផ្សេងទៀតសួរថាហេតុអ្វីបានគាត់មិនចេញពីទីក្រុងនេះទៅគឺដោយសារតែប្រជាជននៅក្នុងនោះបានចាត់ទុកគាត់គឺជាព្រះអញ្ចឹងហើយពួកគេបានសាងសង់អាសនៈមួយឲ្យដូចជាបល្ល័ង្កវិញ្ញាណរបស់គាត់អញ្ចឹងធ្វើបែបនេះហើយ Megaphobia គឺអាចចេញពីទីក្រុងនេះបានទេគឺជាព្រះនៅក្នុងទីក្រុងនេះជារៀងរហូតតែម្ដងចឹងហើយកុំឲ្យមានរឿងវែងឆ្ងាយទៅគឺគាត់នឹងតម្រូវឲ្យពួកអ្នកស៊ូមកសម្លាប់គាត់តែម្ដងគឺគាត់អត់ចង់រស់ទេកាលមកដល់សំពើ Diabolos វិញយើងឃើញថាមានសមាជិកម្នាក់ទៀតដែលគាត់គឺជាអ្នកដែលប្រើវិធានផែក Teleport កិរិយានិង Medmore ឲ្យមកទីនេះដោយគាត់ក៏មានឈ្មោះថា Scullion មូលហេតុដែល Scullion Teleport អ្នកទៅពេលឲ្យមកជុំគ្នាវិញដោយសារតែគាត់បានស្រូបដឹងថាអត្តទេពនេះទឹកមកហ្វូបៀនគឺគ្មានធម្មពលវិតាមីនអីទេអញ្ចឹងទៅបើពួកគាត់នៅតែស៊ីទៀតក៏គ្មានបានការអ្វីដែរយើងបកមកមើលនៅគៀ Blue Pegasus ចាឡាវក៏បានចូលមកសួរជារួចហត់រូបតូកានឹងថាមានស្គាល់ម្នាក់ស្រីនឹងដែរប៉ុន្តែអ្នកនៅក្នុងគ្រានឹងនៅតែបដិសេធថាបានស្គាល់ឬក៏ម្នាក់ស្រីនឹងអត់បានចូលមកខាងគាត់ដើម្បីផ្សព្វផ្សាយឡើយអញ្ចឹងយើងកាត់មកមួយchútទៀតនៅទីក្រុង Magnolia Rachel Julia និង Lily កំពុងតែតាមដានសង្កេតតូកាទោះបី Levi ប្រាប់ថាកុំឲ្យធ្វើបែបនេះដល់សមាជិកខ្លួនឯងក៏ដោយក៏ការសែននៅតែមិនស្ដាប់ហើយបានដេញ Levi ចេញទៀតផងមួយសន្ទុះក្រោយមកយើងបានឃើញតូកាក៏បានដើរមកដល់ផ្ទះនៅស៊ូហើយនឹង Happy ឬតូកាក៏និយាយម្នាក់ឯងហើយក៏រត់ទៅអោបស្លាកផ្ទះរបស់ណាស៊ូហើយនឹង Happy ហើយប្រាប់ថាបងសម្លាញ់កាលណាមកវិញអូនដឹកបងណាស់អីចឹងណាបន្ទាប់មកតូកាក៏បានដើរចូលក្រុងវិញកន្លែងដែលនាងដើរទៅរោងនឹងគឺជាអាផាតមិនរបស់ Lucy ហើយនាងដើរចូលទៅធ្វើដូចអានឹងតែខ្លួនឯងចឹង
ហើយជួយវាការឆ្លាស់ក្នុងលីលីក៏បានតាំងពួកតាមមើលដែរថានាងនឹងចូលតែគេទៅស្អីគេអីយ៉ាឧទាហរណ៍បានថាណាត់ស៊ូមកវិញទៅ Lucy ហើយតូកានឹងបាយគ្នាតាមណាត់ស៊ូបាទលៀមនោះដែរតូកាក៏បានដកហើយព្រះសុពុតដើម្បីទៅងត់ទៅអីចឹងតែជួយវាក៏បានបិទនៃការស្អាតឲ្យមើលទេខូចភ្នែកចឹងទៅពេលរើមកនេះចង់ឡើងចម្លាស់ពីហ្នឹងក៏បានធ្លាក់ចុះក្រោមមើលទៅរ៉ូមែនទិកមិនធម្មតាមកផងលេវីក៏បានដើរមកឃើញចឹងអត់បដ ហើយលើលេវីពងមានផ្ទៃពោះចិត្តចាំចិត្តខូចចំបកតែទៅពីហ្នឹងឥឡូវកាមេរ៉ាប្រសាទគាត់ទៅរបស់មកកហ្វូវាវិញថាមុនគាត់ស្លាប់គាត់សំសរៃកុំឡើងគាត់មួយសិនគឺវីតាមីនរបស់គាត់ត្រូវបាននរណាអ្នកលួចហើយក៏ត្រូវការវីតាមីននឹងមកវិញដើម្បីជួសជុលទីក្រុងឲ្យក្លាយជាធម្មតាវិញហើយអ្នកដែលលួចវីតាមីនរបស់គាត់គេហៅថាវ៉ៃមែននាមតនចង់ស្រាប់ពេលនោះនៅក្នុងភាសាពោលវិញទៅដល់ផាក់គ្រប់ដល់វិញដែរដែលនោះគឺជាក្រុម Diabolos នឹងតែពួកគេនឹងបានស្ដាប់ឮតន់ដែលថាវាយមេឃអ្នកលួចវិធាននេះទឹកអញ្ចឹងគឺការបន្តរបស់ពួកគេត្រូវថាទៅស៊ីវាយមេឃនឹងនៅក្នុងគេមកមែនហៀវចលាបានមកសួរការថាពេលរឿងតូការនឹងហើយកាមេរ៉ាក៏បានប្រាប់ថានឹងបានឃើញម្នាក់ស្រីនឹងនៅក្នុងគេ Fairy Tale ធ្វើឲ្យចលាមានការព្យាបាលចលាប្រាប់ថាគេ Fairy Tale កំពុងតែជួបគ្រោះថ្នាក់ដោយម្នាក់ស្រីតូការនឹងគឺនាងគ្រោះថ្នាក់ជាង Seraph ទៅទៀតដែលនឹងគឺជាវាយមេឃធ្មប់ដែលរស់នៅជាមួយឆ្នាំទន្សាប់ក្រុមទាំងរបស់ Mogophobia ជា Fairy Tale និង Guilty Apollos ក៏បានចាប់តាមបាកាវិបាក今すぐ立ち去れに値せぬどこにいるかここなら物を使えるしな消えろ怪人となり追いつけ己の相手はわしじゃ燃やすんだ何の計画聞かないそう天竜王の聞かないっちゃどうなってんだこいつガイルのことは決して傷つかないっちゃあれ見えるんじゃあうめえいいぞគិរិយាបានប្រើ special skill របស់នាងកាត់កម្លាំងរបស់ Eresa ដែលធ្វើឲ្យ Eresa ទោះបីជានាងខ្លាំងជាងគិរិយា100ដងក៏ដោយក៏កម្លាំងរបស់នាងស្មើ0ដែលរសារតែគិរិយាកាត់ឲ្យរលឹងទៅហើយចឹងទៅធ្វើឲ្យ Eresa ក្លាយជាមនុស្សខ្សោយហើយខ្លាចស្លាប់ខ្លាចអីចឹងសមរបស់គិរិយានាងបានធ្វើឲ្យមិនដែរក៏បានយល់ជើងជន់ក្បាល Eresa អញ្ចឹงទៅហើយ Lucy ហើយនឹងបានយល់ត្រកបានទៅក៏ចូលវិវាទជាមួយ Eresa小さくてもウェンディは立派な魔導士なのよ小ささなんて関係ない神竜のエスコー神の危ない行くランハンマーなんだこの魔法は今日はゼロの太刀間ローガンウクロユも絶対バカ皆消えよ灰となり朽ち果てよなんつう魔法だこのままじゃ絵の見ながら消えちまうぞアイスウェイクシルバー許してほしいブラックアッシュ សរុបទៅនៃមកគឺថាគេ Fairy Tale គឺអាចយកឆ្នៃទៅ Diabolos បានព្រមទាំងអានិទិនមេទឹក Mogophobia ក៏ត្រូវបានស្លាប់ក្នុងនៅទីក្រុង Magnolia ហើយក៏កំពុងមានមេឃភ្លៀងហើយតូកាក៏មកទូឆាប់ជ្រៀងនៅប្តីណាសួរអញ្ចឹងណាសម្រាប់រឿងនោះក៏បានបាក់ជាមួយចិត្តបាទចលាក៏បានថាគាត់រកឃើញនាងឯងតូកាទៅវាយមេឃ 때리는 것조차도 사치 버릇처럼 내가 나를 착취해 경추 쪽은 딱딱해지고 의식에 붙은 각질 모두 비맑은 땀 대신 날 적시는 건 진땀이네